សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកធ្វើការបង្ហាញពីរបៀបបង្កើត Apple ID ទៅលើ iPhone ដើម្បីឲ្យយើងងាយស្រួលក្នុងការ download app ឬក៏ update app នៅលើទូរស័ព្ទដៃរបស់យើងណាទាក់ទងជាមួយនឹង iPhone អានេះវាប៉ុន្តែជាមួយ iPhone ថ្ងៃមុនខ្ញុំធ្វើ email Gmail ហើយដើម្បីយើងងាយស្រួលក្នុងការប្រើប្រាស់ download app នៅលើ Android អញ្ចឹងណាយើងធ្វើ Apple ID ដើម្បីងាយស្រួលក្នុងការ download app នៅលើទូរស័ព្ទដៃ iPhone ណាទូរស័ព្ទ iPhone អញ្ចឹងពេលប៉ុនជាមួយនឹងការបង្កើត email អ្នកនរគ្នាអាចទៅមើលនៅវីដេអូមុនបានណាព្រោះអីខ្ញុំធ្វើការបង្កើត email ហើយអញ្ចឹងក្នុងចំណុចនេះយើងមកយក email ទៅប្រើប្រាស់ដដែលដោយសារ Gmail សំខាន់ណា email Gmail ដូចគ្នាសំខាន់អញ្ចឹងសំខាន់ក្នុងការបង្កើត Apple ID យើងទាមទារអញ្ចឹងយើងងាកត្រឡប់មកមើលការបង្កើតយើងមួយអញ្ចឹងយើងចូលទៅ App Store ហ្នឹងហើយ App Store នៅលើទូរស័ព្ទដៃ iPhone ហ្នឹងអូខេហើយយើងចុចលើប៊ូតុងរូបមនុស្សហ្នឹងលើហ្នឹងហ្នឹងហើយវាលោតផ្ទាំងមួយទៀតមកយើងអាចចុចលើកន្លែងប៊ូតុង create new account ណា create new Apple account ណាចុចលើប៊ូតុងហ្នឹងអូខេអ្នកចុចហើយបន្ទាប់មកវានឹងលោតផ្ទាំងមួយទៀតនឹងលោតផ្ទាំងនេះមួយទៀតអញ្ចឹងយើងចាំវាមក plate វានឹងលោតផ្ទាំងថ្មីមកមួយទៀតវានឹងឲ្យយើងបំពេញ email ហ្នឹងហើយអញ្ចឹងយើងទៅយកអា Gmail ដែលយើងបង្កើតពីវីដេអូមុនមកយកមកដាក់មកណាអញ្ចឹងចំណុចនេះខ្ញុំបង្កើតហើយពីថ្ងៃមុនបង្កើត Gmail ហើយចឹងចូលទៅមើល Gmail របស់ខ្ញុំទៅ Gmail របស់ខ្ញុំ address វាប៉ុណ្ណាហើយយើងនឹងយក Gmail ហ្នឹងមកវាយចូលអាប្រឡោះដែលគេទៀមមិញហ្នឹងយល់ទេជា Gmail ខ្ញុំណា Gmail ខ្ញុំថាវ959292@gmail.com ហ្នឹងខ្ញុំយកអាហ្នឹងមកវាយចូលអាប្រឡោះដែលគេទៀមអានេះគឺជា address របស់ Apple ID ផងដែរអញ្ចឹង Gmail និង Apple ID គឺ address ដូចគ្នាប៉ុន្តែលេខកូដខុសគ្នាណាវាពាក់ព័ន្ធគ្នាអញ្ចឹងដើម្បីបាន Apple ID យើងត្រូវបង្កើត Gmail ជាមុនសិនចំណាំមកនេះសំខាន់ណាអូខេអញ្ចឹងអ្នកនរគ្នាវាយ Gmail ត្រូវមកឲ្យត្រឹមត្រូវទៅតាមcolumn ដែលគេឲ្យយើងបំពេញមកយើងបំពេញហើយបន្ទាប់មកទៀតយើងវាយ password អញ្ចឹងឥឡូវខ្ញុំសូមវាយឲ្យហើយសិន gmail.com ហើយនឹងលេខកូដអញ្ចឹងលេខកូដនេះគឺអក្សរធំលាយលេខអញ្ចឹងអ្នកនរគ្នាចំណាំខ្លួនឯងណាវាយមិនត្រូវអាប្លោះទី1ប្លោះទី2ដាក់ដូចគ្នាបើដាក់ដូចគ្នាទេអត់បានទេអញ្ចឹងអក្សរធំហើយមានអក្សរទូចហើយលាយលេខអក្សរធំអក្សរទូចហើយលាយលេខហើយឲ្យគ្រប់ចំនួនរបស់គេណាបាននៅក្នុងចំណុចនេះបើសិនជាអ្នកនរគ្នាអត់ដាក់ទៅអត់ចូលអត់ទៅវាអត់ឲ្យខ្ញុំចាំឆាតឬក៏ comment សួរណាខ្ញុំប្រាប់ពីរបៀបដាក់បន្ថែមអានេះលេខកូដរបស់ខ្ញុំអត់ចង់បង្ហាញឲ្យគេឃើញទេអញ្ចឹងអ្នកនរគ្នាអាចຕົកសិនអាចលាកសិនអូខេអញ្ចឹងចុច agree term នោះមកហើយចុចពាក្យ next ហើយចាំវាមក plate ហើយបន្តមកទៀតវាឲ្យយើងបំពេញឈ្មោះមានអីគេមានឈ្មោះយើងមាន last name មាន first name មានថ្ងៃខែឆ្នាំកំណើតរបស់យើងអញ្ចឹងណាឈ្មោះនាមតកូលរបស់យើងណាឈ្មោះយើងនាមតកូលយើងស្តៀងទៅណាបង្កើត email បង្កើត Gmail អញ្ចឹងស្តៀងគ្នាទេអញ្ចឹងអ្នកនរគ្នាសង្ឃឹមថាចំណុចត្រង់នេះនឹងយល់អញ្ចឹងfirst name នាមតកូលរបស់យើងទៅហើយ last name ដាក់ឈ្មោះយើងមកហើយអ្នកនរគ្នាបង្កើតដាក់ថ្ងៃខែឆ្នាំកំណើតឲ្យត្រឹមត្រូវទៅតាមអ្វីដែលត្រូវនឹងតាក់ញ្ញាប័ណ្ណរបស់យើងដើម្បីឲ្យយើងងាយស្រួលហើយក្រោយទៅយើងនឹង recover ឬក៏ថាមានការខូចខាតអីអាចទាញមកវិញបានអញ្ចឹងណាអញ្ចឹងដាក់ត្រូវមកនេះចុច next តង់ next ក្រោមហ្នឹងខ្ញុំបង្ហាញតង់ Q ក្រោមហ្នឹងចំណុចតង់នេះបងប្អូនអរគ្នាចាំមក plate យើងយកពាក្យដាន់ណាពាក្យដាន់ឃើញទេពាក្យណាន់យើងយកពាក្យហ្នឹងមកយើងคลิกត្រង់មកហើយវាឲ្យយើងបំពេញធម្មតាយើងពេញទៅតាមcolumn វាមួយមកអញ្ចឹង column ទី1 street state ខ្ញុំដាក់នៅសៀមរាបចុះដោយសារខ្ញុំនៅសៀមរាបអញ្ចឹងដាក់ឲ្យត្រូវណាលោកតាណើបើសិនអ្នកនរគ្នាអត់ដឹងដាក់ហ្នឹងណាដាក់តាដូចខ្ញុំក៏បានដែរដាក់ខ្ញុំក៏ដាក់រ៉ាត់អីទេអត់បញ្ហាទេណាដាក់លោកតាណើមកហើយអាទី2ដាក់ទី3 city ដាក់មក city ទីក្រុងដាក់សៀមរាបមកដោយសារផ្លូវលើនៅសៀមរាប country ក៏យើងដាក់សៀមរាបដែរមកណាដោយសារយើងដាក់សៀមរាបសុទ្ធហើយយើងមិនចាំដូរតាណាទេ country សៀមរាប passcode អ្នកនរគ្នាដាក់តាមខ្ញុំណា passcode ដោយសារតែខ្ញុំចាំដោយសារខ្ញុំធ្លាប់បង្កើតច្រើនដងហើយអញ្ចឹងខ្ញុំចាំ passcode នេះ passcode ផ្លូវហ្នឹងផ្លូវប្រទេសយើង1700202ដងហ្នឹងគេចុច next លើអូខេបង្ហាញហ្នឹងហើយចុច next ទៅហើយចាំវា play មកវាវិលអញ្ចឹងចាំវា play ដើម្បីវាលុបទៅផ្ទាំងថ្មីមួយទៀតអូខេបងប្អូនចាំ play វាលុបទៅផ្ទាំងថ្មីមួយទៀតហើយអូខេពេលលុបមកផ្ទាំងនេះយើងផ្ទាំងវាយលេខទូរស័ព្ទអញ្ចឹងលេខទូរស័ព្ទយើងអាចវាយបញ្ចូល0បានណាដោយសារឥឡូវវាមានលេខ country នៅលើស្រ័យអញ្ចឹងវាយ0ជួយត្រូវលេខកូដលេខទូរស័ព្ទពេលយើងវាយត្រូវហើយចុចពាក្យ next មកយើងនឹងចាំ verify code ដូចយើង verify
email Gmail យ៉ាងណាដូចគ្នាអត់មានខុសគ្នាស្តីគ្នាចានេះ verify ជាមួយលេខទូរស័ព្ទបន្ទាប់មកទៀតយើង verify ជាមួយ Gmail ដោយសារយើងប្រើពីរទៅណាប្រើទូរស័ព្ទផងទៅ Gmail ផងអូខេអញ្ចឹងខ្ញុំវាយលេខកូដបញ្ចូលហើយអញ្ចឹងពេលនេះវាឲ្យយើង verify ទៅនឹងលេខកូដទូរស័ព្ទភាសាទៀត Gmail ភាសាទៀតមុននេះមិញខ្ញុំ verify ជាមួយលេខទូរស័ព្ទហើយវាយលេខកូដ4ខ្ទង់ឥឡូវយើងវាយលេខកូដរបស់ Gmail ម្ដងយើង verify ជាមួយ Gmail ម្ដងណាចឹងខ្ញុំយកចូលមករក Gmail ខ្ញុំមកខ្ញុំបើកប្រអប់សារមកយើងឃើញហើយណាអូមកក្រោយតិចឃើញលេខកូដហើយចឹងលេខកូដ6ខ្ទង់ដូចគ្នាយើងវាយចូលឡាប្រឡោះជាមួយ Gmail នេះមកវាយត្រូវណាអ្នកនរគ្នាវាយត្រូវមកអូខេពេលយើងវាយត្រឹមត្រូវហើយយើងផ្ទៀងផ្ទាត់ទៅវាត្រឹមត្រូវហើយយើងអាចចុចពាក្យថា verify មក verify ក្រោមមកអូខេអញ្ចឹងវាឲ្យយើងចាំ2ទៅ3នាទីមកដើម្បីឲ្យការ Apple ធ្វើការ sign in ទៅលើទូរស័ព្ទរបស់យើងអញ្ចឹងតែយើងឃើញប៉ុណ្ណឹងគឺជោគជ័យហើយហេអញ្ចឹងវាដាក់ឲ្យមកឲ្យពុតថាវា sign in សិនមកវាចុច sign in ជាមួយនឹង app មួយចំនួននៅលើទូរស័ព្ទដៃរបស់យើងសិនមកព្រោះ iPhone វាទាមទារវា sign in ទៅលើ iTunes sign in ទៅលើcloud root ភាព sign in ទៅលើ Apple ID sign in ទៅលើ App Store វាទាមទារ App Find Phone នៅវាទាមទារ Apple ID ណាអញ្ចឹងវា iPhone គឺសំខាន់អត់មាន Apple ID ប្រើមិនកើតទេចំណុចត្រង់នេះវាយលេខកូដទូរស័ព្ទអញ្ចឹងទូរស័ព្ទនេះចុចលេខកូដ6ខ្ទង់វាឲ្យយើង verify តាមគេណាអញ្ចឹងវាត្រូវលេខកូដទូរស័ព្ទរបស់យើងមកទៅមួយទៀតប្រហែលយើងចាំតិចទៀតយើងចាំតិចទៀតដោយសារ verify ឲ្យយើងចាំសិនដើម្បី app នេះវាធ្វើការ verify ជាមួយនឹងaccount ដែលយើងបង្កើតថ្មីអញ្ចឹងយើងត្រូវការចងចាំសិនអញ្ចឹងសង្ឃឹមអ្នកនរគ្នាយល់ពេលអ្នកអត់យល់ក្នុងចំណុចណាមួយអាច comment សួរឬឲ្យខ្ញុំធ្វើយឺតជាងនេះបន្តិចឬក៏មិនក៏បានដែរអូខេអញ្ចឹងយើងចាំបន្តិចទៀតអញ្ចឹងថាដានហើយគេឲ្យយើង create Apple ID យើង create ធ្វើហើយយើងអាចបង្កើតបានហើយយើងដានយើងអាចយកទៅប្រើប្រាស់បានហើយអាចយកទៅ download app update app បានហើយអូខេអញ្ចឹងដូចនេះខ្ញុំបាទអ្នកនរគ្នាបន្តិចឃើញយើងមានអក្សរមានអីត្រឹមត្រូវអស់ហើយមានកន្លែងណាក៏ហមអីទេអូខេអញ្ចឹងខ្ញុំចុច next ទៅមុខទៀតចាំវា template មកហើយខ្ញុំសោតខយនៅលើហ្នឹងមកយកធ្វើទេអានេះក៏ចូល view មើលទេហើយខ្ញុំធ្វើ test មើលធ្វើ test មើល download iPhone មើលឥឡូវខ្ញុំធ្វើការ search Facebook មួយដើម្បីខ្ញុំdownload កម្មវិធី test មើលមួយសិនតើវាដើរដំណើរការអត់ Apple ID ហ្នឹងអូខេខ្ញុំ Facebook ទៅមកទៀតខ្ញុំអាច search download មួយមក get Facebook មួយអូខេអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងយល់ណាវីដេអូនេះស្រួលទេ Apple ID លើក្រោយយើងមិនបាច់ចាំទៅសួរគេយើងអាចធ្វើខ្លួនឯងបានអញ្ចឹងនេះឲ្យយើង double click ដាក់ត្រូវមុខរបស់យើងដោយសារទូរស័ព្ទ iPhone គេ scan មុខអញ្ចឹងគេដាក់មុខអត់មានលេខកូដទេវាតអូតូហើយអញ្ចឹងអ្នកប្រើ iPhone យល់ហើយណាចំណុចនេះអត់យើងបាយអូខេអញ្ចឹងកន្លែងនេះវា alert សួរយើងមិនបាច់ចុចទេចុច letter ទៅដោយសារវាសួរយើងប្រើ Wi-Fi អត់វាច្រើនមេវា100 200មេមិនច្រើនប៉ុន្មានទេអញ្ចឹងយើងចុច skip ទៅ letter ហ្នឹងទៅអញ្ចឹងចាំវា template អូខេឃើញវាដើរទេឃើញកន្លែង download level អញ្ចឹងបានថាពេលដែលវា level ចប់វានឹងទទួលបាន app Facebook ហ្នឹងហើយអញ្ចឹងយើងជោគជ័យហើយណា Apple ID យើងអាចប្រើប្រាស់បានហើយអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនយល់ក្នុងចំណុចនេះព្រោះយើងអាចចូលទៅយើងមិនទៅសួរគេមិនទៅរកជាងទូរស័ព្ទឲ្យគេធ្វើឲ្យយើងទេត្រឹមយើងខាត់ពេលវេលាឬក៏ពេលខ្លះអស់លុយណាគេយក$25ហើយដែរនៅតាមជាងទូរស័ព្ទគេយកលុយហើយបើអានេះចំណេះដឹងរបស់គេតែសម្រាប់ខ្ញុំចែកឲ្យអ្នកនរគ្នា free បណ្ដោយដើម្បីឲ្យយើងអាចយល់ដឹងគ្នាបាទសូមអរគុណ